ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះ admin បាននាំយករឿង BL ជប៉ុនមកមួយទៀតហើយដែលមានចំណងជើងថា Twilight Out of Focus admin នឹងដាក់ឈ្មោះជាភាសាខ្មែរថាមិត្តរួមបន្ទប់ខ្ញុំជាគេដោយសារតួអង្គយើងទាំងពីរក៏ជាមិត្តរួមបន្ទប់ជាមួយគ្នាដែលម្នាក់មានឈ្មោះថា Mao Tsuchiya និងម្នាក់ទៀតមានឈ្មោះថា Hisashi Otomo អំឡុងពេលដែលពួកគាត់រស់នៅជាមួយគ្នានឹងពួកគាត់បានបង្កើតកិច្ចសន្យា3យ៉ាងដែលទី1 Mao មិនត្រូវប្រាប់នរណាថា Hisashi ជាមនុស្សស្រឡាញ់ភេទដូចគ្នាទេទី2 Hisashi មិនត្រូវលងស្រឡាញ់ Mao ទេចំណែកទី3មិនត្រូវរំខានពេលវេលាផ្ទាល់ខ្លួនរបស់នរណាម្នាក់ឡើយស្រាប់តែ Mao គាត់ចាប់អារម្មណ៍ថាគាត់លងស្រឡាញ់ Hisashi ដែលវាផ្ទុយទៅនឹងសន្យារបស់ពួកគេគឺហាម Hisashi មិនឲ្យលងស្រឡាញ់ Mao ទេតែ Mao បែរជាអ្នកលងស្រឡាញ់ Hisashi ទៅវិញចង់ដឹងថាទៅមុខទៀតទំនាក់ទំនងមករួមបន្ទប់ទាំងពីរនាក់នឹងទៅជាយ៉ាងណាចាំតាមដានការសម្រាយរបស់ admin ទាំងអស់គ្នាណាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងភាគ1របស់យើងតែម្ដងទៅតាមក្បាលសាច់រឿងយើងឃើញថាមានសិស្សប្រុស2នាក់គឺគាត់កំពុងតែរៀបចំកាមេរ៉ាដើម្បីថតវីដេអូពួកគាត់ចាប់ផ្ដើមណែនាំខ្លួនដែលម្នាក់ពាក់អាវក្រៅពណ៌ខៀវនឹងគាត់មានឈ្មោះថា Mao Tsuchiya ដែលរៀននៅថ្នាក់ A ឆ្នាំទី2ចំណែកម្នាក់សក់ពណ៌លឿងនឹងគាត់មានឈ្មោះថា Hisashi Otomo រៀនថ្នាក់ C នៅឆ្នាំទី2ដូចគ្នាពួកគាត់ថតវីដេអូនេះដើម្បីធ្វើការសន្យាចំនួន3ដោយដែលមានប្រាប់នៅក្បាលវីដេអូមិនអញ្ចឹងគឺថា Mao មិនអាចចែករំលែករឿងសម្ងាត់របស់មិត្តរួមបន្ទប់គាត់បានទេគាត់មិនអាចប្រាប់នរណាថាគេជាមនុស្សស្រឡាញ់ភេទដូចគ្នានិងមានសង្សារជាមនុស្សប្រុសទេចំណែក Hisashi គាត់សន្យាថានឹងមិនមើល Mao ក្នុងផ្លូវស្នេហានិងមិនប៉ះពាល់គេឡើយបើមាននរណាម្នាក់បំពេញសន្យានឹងត្រូវរើចេញភ្លាមស្រាប់តែ Hisashi គាត់ថា Mao ភ្លេចសន្យាទី3ហើយ Mao ថាពួកគេត្រូវតែគោរពសិទ្ធិឯកជនគ្នាគាត់ច្បាច់តុក្កតាឲ្យលើសំឡេងហើយថានេះជាសញ្ញាសម្រាប់ពួកគេលក្ខណៈថាពេលលើសំឡេងនឹងមានន័យថាអ្នកម្ខាងទៀតគេត្រូវការភាពឯកជនអញ្ចឹងណាអ្នកទាំងអស់គ្នាស្រាប់តែ Hisashi គាត់អស់សំណោច Mao ថាកុំសោចក្រែងវាជាគំនិតរបស់គេតា Hisashi ថាមែនហើយតែវាមើលទៅគួរឲ្យអស់សំណោចណាស់មិនបាន Mao ធ្វើដូចវាជាផ្លូវការណាអញ្ចឹង Mao គាត់លើកតុក្កតាមកច្បាច់ឲ្យលើសំឡេងហើយនិយាយថាខ្ញុំសូមប្រកាស Hisashi គាត់ធ្វើតាមតែគាត់ថាធ្វើអញ្ចឹងកាន់តែចម្លែកទៀតដល់ Mao លេងសើចមែនហ្នឹងតបមក Mao ថាពួកគេគួរតែជប់លេងសើចហើយបញ្ញាប់ទៅរៀនគាត់មិនចង់យឺតក្នុងថ្ងៃដំបូងទេស្រាប់តែ Hisashi ហៅ Mao នឹងអរគុណគេគាត់ថាគាត់ប្រហែលជាមិនអាចឆ្លងកាត់ឆ្នាំទី1ជាមួយអ្នកផ្សេងក្រៅពី Mao បានទេគាត់សង្ឃឹមថាពួកគេនឹងត្រូវរើគ្នានៅឆ្នាំទី2នេះដែរពួកគាត់ក៏ចូលដៃគ្នា Mao ថាគាត់ក៏សប្បាយចិត្តដែលរស់នៅជាមួយ Hisashi ដែរការគេងនឹងភ្ញាក់ឡើងនៅក្នុងបន្ទប់ជាមួយគ្នាបរិវេណជាមួយគ្នាពេលខ្លះនិយាយគ្នាពេលខ្លះអត់អរុនសួស្ដីរាត្រីសួស្ដីខ្ញុំត្រឡប់មកវិញហើយស្វាគមន៍ដែលត្រឡប់មកវិញគាត់មិនដែលគិតថាគាត់នឹងប្រើពាក្យទាំងអស់នេះទៅកាន់អ្នកណាឡើយតែឥឡូវហ្នឹងគាត់បានរស់នៅជាមួយគ្នាមួយឆ្នាំហើយគាត់ក៏បានប្រើវាកាត់មកដល់សាលាកិច្ចប្រជុំដំបូងនៃដើមឆ្នាំបានចាប់ផ្ដើមម្ដងម្នាក់បានណែនាំខ្លួនថាគាត់ឈ្មោះថា Ichikawa Kiichi មានតួនាទីជា director ឬជាអ្នកដឹកនាំគាត់សង្ឃឹមថាពួកគេនឹងត្រៀមខ្លួនជាស្រេចក្នុងការយកឈ្នះសិស្សឆ្នាំទី3ទាំងនោះពួកគេក៏និយាយថាគាត់និយាយចឹងអត់កំ ប្លែងទេ Ichikawa ថាកិច្ចការសម្រាប់នាយកដ្ឋានពួកគេបានរៀបរាប់នៅក្នុងឯកសារដែលគាត់ចែកឲ្យហើយគាត់នឹងអានតែឈ្មោះអ្នកដែលមានតួនាទីធំៗទេដែលមានដូចជា Mao Tsuchiya ជាអ្នកថតរូប Kakari Runa ជាជំនួយការ director Kakari Teru ជាអ្នកគ្រប់គ្រង script ពួកគាត់ពីរនាក់ហ្នឹងជាបងប្អូនខ្លួនគ្នាអ្នកទាំងអស់គ្នាប្រយ័ត្នច្រឡំគ្នាអ្នកទាំងអស់គ្នាម្នាក់សក់ពណ៌រៀងស្លេកហ្នឹងគាត់ឈ្មោះ Kakari Teru ចំណែកម្នាក់ទៀតគាត់ឈ្មោះថា Kakari Runa Yamada Noboru កាន់ខាងភ្លើង Todoroki Shinjiro កាន់ខាងសម្លេងពួកគាត់ទាំងអស់គ្នាហ្នឹងនៅក្នុងក្លឹបថតភាពយន្តណាអ្នកទាំងអស់គ្នា Runa គាត់សួរ Mao ថាគាត់បានអាន script នៅ Mao ថាគាត់កំពុងតែអានហើយនិយាយថារឿងស្នេហាក្នុងសាលាវាមើលទៅមិនធម្មតាទេ Runa ថាមិនមែនត្រឹមរឿងស្នេហាធម្មតាទេស្រាប់តែ Ichikawa គាត់ថាគាត់នឹងប្រកាសពីប្រធានបទនៃរឿងនេះគឺជាប្រភេទរឿង BL ប្រុសស្រឡាញ់ប្រុសគាត់បានយកសភៅរឿង BL ច្រើនមែនទែនមកឲ្យគ្រប់គ្នាមើលពួកគាត់ឆ្ងល់ថាមិនដែលលើពីវាទេវាច្បាស់ជាមានហេតុផលអីនៅពីក្រោយនឹងហើយរួចក៏ប្រាប់ឲ្យ Ichikawa និយាយអីតិចមើល Ichikawa ថាតាមពិតទៅគាត់អានម្ដងហើយគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនគាត់និយាយទាំងរំភើបថាបេះដូងគាត់ឡើងញាប់ញ័រតែម្ដងតួអង្គសុទ្ធតែបរិសុទ្ធហើយនឹងស្មោះត្រង់គាត់ឡើងគិតថានឹងមិនមែនជាស្នេហាពិតទេ Runa ថាមិនបាច់ខ្វល់ពីរឿងបេះដូងញាប់ញ័ររបស់ Ichikawa អីទេពួកគេត្រូវមើល script សិនបើសិនជាវាមិនល្អទេពួកគាត់ត្រូវនិយាយគ្នារឿងបដូរគេចេញស្រាប់តែមួយសន្ទុះក្រោយមក Runa គាត់ស្រែកខ្លាំងមែនទែនគ្រប់គ្នាក៏អញ្ចឹងដែរពួកគេថា Ichikawa ជាមនុស្សពូកែគាត់ខឹងដែលវាចេញមកល្អអញ្ចឹងគាត់ចង់តែយំទេហើយគាត់និយាយថា Ichikawa ជាគ្រូដាក់ស្នេហ៍មែន Ichikawa គាត់សើចមកអូថាគាត់ចង់តែថតវាឲ្យឆាប់ៗទេ Ichikawa ថាគាត់គ្រាន់តែចង់បញ្ជាក់ឲ្យគេដឹងថាគាត់មិនមែនស្រឡាញ់ភេទដូចគ្នាទេគាត់មិនដែលមានស្នេហាហើយក៏មិនដែលលួចស្រឡាញ់អ្នកណាដែរបន្ទាប់មកគាត់សួរ Mao ថាចុះគេវិញ Mao ថាគាត់ប្រហែលជាអញ្ចឹងដែរតែគាត់ដូចជាធ្លាប់ចូលចិត្តមនុស្សម្នាក់តែ Runa ថាពួកគាត់ជាសិស្សបឋមមិនមែនពួកគាត់ជាមនុស្សខ្វះខាតអញ្ចឹងមិនចម្លែកទេដែលពួកគាត់ចូលចិត្តខ្សែភាពយន្តលក្ខណៈថាសុទ្ធតែអ្នក single អត់ដែលមានស្នេហាអញ្ចឹងមិនចូលចិត្តមើលរឿងអ្នកទាំងអស់គ្នាដោយ admin និងអ្នកមើលដែរ Ichikawa គាត់ប្រាប់ឲ្យ Runa បិទមាត់គាត់ថាសង្ស័យតែនៅនឹងគ្មានអ្នកគេដឹងថាស្នេហាជាអីផងហើយអនាគតពួកគេពេលពួកគេធំឡើងហើយរៀបការទម្រាំទៅដល់ពេលនោះការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នាប្រហែលជាខ្លាចជារឿងធម្មតាហើយពួកគេអាចឬមិនអាចរកឃើញមនុស្សដែលពួកគេចង់មើលថែមិនថាពេលក្រោយមានរឿងអីកើតឡើងក៏ដោយ Ichikawa គាត់ចង់ឲ្យពួកគេចាំពីអ្វីដែលពួកគេបានធ្វើនៅកន្លែងនេះនៅក្នុងឆ្នាំទី2នៃវិទ្យាល័យរបស់ពួកគេបានគិតយ៉ាងម៉ត់ចត់ពីស្នេហានិងមនោសញ្ចេតនានិងបានលុបបំបាត់ភាពខ្មាស់អៀនរបស់ពួកគេដើម្បីថតរឿងចឹងហើយពួកគេនឹងធ្វើវាឲ្យបានត្រឹមត្រូវដោយស្ដាប់តាមការណែនាំរបស់គាត់គ្រប់គ្នាក៏បានយល់ស្របនឹងសម្ដីរបស់ Ichikawa ដែរ Mao និយាយថាគាត់គិតថាក្រុម Ichikawa ត្រៀមខ្លួនរួចហើយ Ichikawa គាត់ថាអញ្ចឹងគាត់ពឹងផ្អែកលើ Mao ហើយ Runa ថាគាត់ចង់ចាប់ផ្ដើមរើសតួឥឡូវនឹងសួរពួកគេថាមានមើលឃើញនរណាម្នាក់អត់ Ichikawa ថាគាត់ក៏ចង់និយាយរឿងហ្នឹងជាមួយ Mao ដែរ Mao
អូគាត់ក៏សួរបញ្ជាក់ថាគាត់មែនកាត់មកយប់ឡើងនៅកន្លែងស្នាក់នៅហ៊ីសាស៊ីគាត់ចេញពីងូទឹកហើយម៉ាអូតាមមើលគាត់រហូតឡើងសម័យខ្លួនគេសួរថាគាត់មើលអីហើយគាត់ធ្វើអោបខ្លួនដូចខ្លាចគេធ្វើអីគាត់ចឹងម៉ាអូថាគាត់គ្មានបានធ្វើអីទេឬក៏ឲ្យគេទៅរកកៅអៅស្លៀកទៅនិយាយចឹងមែនតែពេលគេដើរទៅរកកៅអៅស្លៀកតាមមើលគេរហូតកូននឹងហើយគិតថាហ៊ីសាស៊ីធ្វើខ្លួនដូចជាចចកឯកោដែលមិនចូលទៅចិត្តមនុស្សគេហាក់ដូចជាដកខ្លួនមួយផ្នែកដូចជាគេអាចនឹងបាត់ខ្លួនទៅនៅពេលណាក៏បានរួចក៏គិតថាអ៊ីឈីកាវ៉ានិយាយត្រូវដែលថាហ៊ីសាស៊ីស័ក្តិសមជាតួឯកបំផុតចឹងបានជាគាត់ស្នើសុំឲ្យម៉ាអូមកនិយាយជាមួយហ៊ីសាស៊ីម៉ាអូថាគាត់មិនគិតថាគេអាចសម្ដែងបានទេវាអាចនឹងពិបាកតែអ៊ីឈីកាវ៉ាថាបញ្ហាមិនមែនសមត្ថភាពសម្ដែងទេគឺរូបរាងគេត្រូវជាមួយតួអង្គតែម្ដងគាត់ថាសាលាគាត់សុទ្ធតែជាអត្តពលិកនិងប្រភេទសិល្បៈសេរីគ្មានអ្នកណាស័ក្តិសមទេលូណាថាតែគាត់គិតថាអ៊ីឈីកាវ៉ាស័ក្តិសមជាចចកឯកោជាងស្រាប់តែអ៊ីឈីកាវ៉ាគាត់ប្រកែកភ្លាមតែម្ដងថាតួអង្គនឹងត្រូវការសម្រស់ដោយសារវាជារឿង BL លូណាថាចុះគាត់ជាស្រីមិនចុះអ៊ីឈីកាវ៉ាគាត់អត់តបទេតែបែរជាមកប្រាប់ម៉ាអូថាឲ្យធ្វើមិនទៅនិយាយហៅហ៊ីសាស៊ីមកឲ្យបានហើយក៏ដើរចេញទៅបាត់ធ្វើមិនដឹងលូណាថាគេមិនសូវម្ដងម្កាលគិតតែពីខ្លួនឯងរួចក៏សួរម៉ាអូថាឲ្យគាត់ទៅសួរវិញអត់ដោយសារពួកគេជាមិត្តរួមបន្ទប់ចឹងហើយវារៀងចម្លែកបន្តិចបើសិនជាម៉ាអូទៅសួរពួកគាត់ដើរបដានិយាយគ្នាបដាលូណាថាវាជាប្រភេទរឿងស្នេហាមនុស្សប្រុសអញ្ចឹងវាប្រកាសជាមានឈុតថើបគ្នាពួកគេត្រូវតែប្រយ័ត្នមិនអញ្ចឹងនឹងមានការយល់ច្រឡំម៉ាអូគិតថាបើគាត់សុំហ៊ីសាស៊ីតើគេនឹងគិតបែបណាគាត់ចង់ត្រៀមពាក្យដើម្បីនិយាយដោយនិយាយថាតួអង្គគឺជាមនុស្សប្រុសស្រឡាញ់មនុស្សប្រុសម្នាក់ទៀតចឹងហើយពួកគេគិតថាហ៊ីសាស៊ីស័ក្តិសមបំផុតតែគាត់ក៏គិតវិញថាបើសិនជាគាត់និយាយចឹងហ៊ីសាស៊ីប្រហែលជាគិតថាគាត់ក្បត់សន្យាហើយប្រាប់រឿងសម្ងាត់របស់គេទៅអ្នកផ្សេងបន្ទាប់មកគាត់ក៏គិតថាគាត់នឹងចាំសួរអ្នកផ្សេងជំនួសវិញគាត់ជឿថាបងប្អូនកាការីហើយនឹងគាត់នឹងអាចរកអ្នកផ្សេងមកជំនួសបានគាត់គិតថាប្រហែលជាមានមនុស្សមានលក្ខណៈបែបនេះនៅតាមជនបទនឹងគិតថាហ៊ីសាស៊ីស័ក្តិសមល្អឥតខ្ចោះតែម្ដងសម្រាប់តួអង្គគឺដូចហ៊ីសាស៊ីខ្លាំងណាស់ដូចជារបៀបដែលគេសម្លឹងមើលអ្នកដទៃជាដើមរួចក៏សម័យសាច់រឿងនៅក្នុងឈុតទី8ដែលគាត់ចូលចិត្តហើយគិតនៅក្នុងខួរក្បាលគឺនៅក្នុងបណ្ណាល័យស្ងាត់មួយគេបានដើរចូលទៅរកមនុស្សម្នាក់ក៏បានឃើញតួអង្គម្នាក់ទៀតគេនៅចិត្តបង្អួចគេព្យាយាមដើរចូលទៅមិនឲ្យម្នាក់ទៀតដឹងពួកគេនៅក្នុងបណ្ណាល័យតែពីរនាក់មានពន្លឺជះចូលមកតាមបង្អួចតួឯកបាននិយាយទៅកាន់អ្នកម្ខាងទៀតតែគេមិនតបចឹងហើយគាត់ក៏សាកម្ដងទៀតដល់ចូលទៅចិត្តជាងមុនតួអង្គជាប្រធានថ្នាក់បានងើបក្បាលមកពួកគេស្ទើរតែបុកគ្នាបបោមាត់ពួកគេបានខិតចូលទៅស្ទើរតែប៉ះគ្នាតួអង្គប្រធានថ្នាក់ស្ទាក់ស្ទើរតួឯកនិយាយទៅកាន់គេថាតើគេគិតថាគាត់នឹងថើបគេមែនទេគឺថាម៉ាអូយើងគាត់ស្មើសម័យចេញជាសាច់រឿងតែម្ដងសំខាន់តួអង្គដែលគាត់ស្មើសម័យចេញហ្នឹងគឺជាគាត់ហើយនឹងហ៊ីសាស៊ីទៀតរហូតដល់ហ៊ីសាស៊ីហើយគាត់ច្រើនដងមែនតែនទើបគាត់ភ្ញាក់ពីការសម័យមកវិញមុខឡើងក្រហមតែម្ដងហ៊ីសាស៊ីសួរថាគាត់មិនអីទេមែនឬក៏អោនមកចិត្តគាត់សួរថាគាត់គេងលក់មែនកន្លែងងូតទឹកគេចិត្តបិទហើយរួចក៏ព្យាយាមអង្រួនម៉ាអូសួរថាគេកើតអីម៉ាអូយើងសម្លឹងមើលមុខគេឬក៏ភ្ញាក់រត់ចេញទៅក្រៅឡើងលឿនថាគាត់ទៅងូតទឹកហើយតែមកអង្គុយមុខក្រហមនៅមុខបន្ទប់គិតថាវាហាក់ដូចជាមានកងតាក់មួយបើកនៅក្នុងខ្លួនគាត់អញ្ចឹងមិនមែនគ្រាន់តែដោយសារហ៊ីសាស៊ីសមនឹងតួអង្គទេនៅក្នុងការសម័យរបស់គាត់វាពិតជារស់រវើកណាស់គេមើលទៅលយតែម្ដងគាត់ចូលចិត្តការសម័យហ្នឹងណាស់រួចក៏គិតថាគាត់ចង់ឲ្យហ៊ីសាស៊ីថើបគាត់មួយចឹងកូនប្រុសស្អែកឡើងគាត់បានមករកបងប្អូនហ៊ីការីនិយាយរឿងតួសម្ដែងពួកគេសួរថាគាត់បាននិយាយជាមួយហ៊ីសាស៊ីនៅម៉ាអូថាវាប្រកាសជាមិនដំណើរការទេឲ្យរកអ្នកផ្សេងទៅរូណាថាអញ្ចឹងចាំគាត់និយាយជាមួយ director ស្រាប់តែបើកទ្វារមកឃើញអ៊ីឈីកាវ៉ានៅជាមួយហ៊ីសាស៊ីតែម្ដងធ្វើឲ្យពួកគេភាំងរូណាសួរថាគាត់បាននិយាយរឿងតួអង្គហើយមែនអ៊ីឈីកាវ៉ាថាមែនហើយគាត់ឃើញគេកំពុងមើលក៏ហៅគេចូលមករូណាគាត់ខ្សឹបពីអ្វីដែលម៉ាអូបាននិយាយស្រាប់តែអ៊ីឈីកាវ៉ាគាត់ស្រែកថាម៉េចក៏ម៉ាអូថាវានឹងពិបាកក្នុងការធ្វើការជាមួយហ៊ីសាស៊ីអញ្ចឹងម៉ាអូនិយាយស្រួលមើលតែចំណងចំណូលចិត្តចំពោះភាពយន្តរបស់គេទៅណាហើយមិនក៏គេធ្វើអញ្ចឹងម៉ាអូគិតថាហេតុអីបានគាត់ធ្វើអញ្ចឹងមែនគឺដោយសារតែគាត់ខ្លាចហ៊ីសាស៊ីគិតថាគាត់ក្បត់សន្យានឹងធ្វើបាបចិត្តគេម្យ៉ាងទៀតគឺគាត់ខ្លួនឯងឬក៏នឹកឃើញថាមិនក៏សុកគាត់នឹកឃើញពីខ្លួនឯងវិញអញ្ចឹងស្រាប់តែហ៊ីសាស៊ីថាវាយឺតពេកហើយធ្វើឲ្យម៉ាអូងើបមើលមុខហ៊ីសាស៊ីកាត់មកការជួបគ្នាលើកដំបូងកាលនឹងជាថ្ងៃចូលរៀនដំបូងនៅរដូវការីម៉ាអូគាត់បាននិយាយសួស្ដីទៅកាន់ហ៊ីសាស៊ីតែគេអត់សំបីតែចាប់ដៃគាត់គេនិយាយតែហាយមួយម៉ាត់ទេម៉ាអូគិតថាបើវាជាអីដែលនឹងកើតឡើងគាត់នឹងមិនចង់ដឹងពីហ៊ីសាស៊ីទេគាត់អាចរស់នៅជីវិតរបស់គាត់ធ្វើដូចជាគ្មានវត្តមានរបស់គេអញ្ចឹងតែដោយសារពួកគាត់នៅក្នុងបន្ទប់តូចជាមួយគ្នាអញ្ចឹងហើយគាត់តែងតែឃើញហ៊ីសាស៊ីនៅតាមកន្ទុយភ្នែកអេរិយាបថសពតសពូនរបស់គេធ្វើឲ្យគាត់បារម្ភម្នាក់ដែលនិយាយទូរស័ព្ទជាមួយគេប្រកាសជាធ្វើឲ្យគេភ័យហើយមើលទៅគេដូចជារស័ព្ទរសល់ធ្វើឲ្យគាត់កាន់តែបារម្ភដែរថ្ងៃនោះបានកន្លងផុតទៅរហូតដល់10ថ្ងៃដែលពួកគាត់បាននៅជាមួយគ្នាម៉ាអូបានត្រឡប់មកបន្ទប់វិញក៏លឺហ៊ីសាស៊ីក្អកគេមើលទៅដូចជាឈឺដោយសារតែយប់នោះគេមកវិញទាំងទឹកភ្លៀងចូលម៉ាអូគាត់អោនទៅសួរថាគាត់មានថ្នាំដាសាយចង់ឲ្យគេលេបប៉ុន្តែគ្រាន់តែគាត់លូកដៃទៅរកប៉ះគេស្រាប់តែគេទាញគាត់ឲ្យដួលទៅលើគ្រែម៉ាអូគាត់ខំបំរើឲ្យសួរថាគេមកមើលមែនហ៊ីសាស៊ីគាត់ដកដង្ហើមលឺមែនតែនឹងមានទឹកភ្នែកស្រក់មកទៀតហាក់ដូចជាគាត់យំអញ្ចឹងតែគាត់បែរជាមកលិតមុខម៉ាអូទៅវិញធ្វើឲ្យគេភ្ញាក់ផ្អើលមែនតែព្យាយាមរើចេញប្រាប់ឲ្យគេលែងគាត់នឹងយកខ្នើយមកខ្ទប់មុខហ៊ីសាស៊ីស្ដីឲ្យគេថាឲ្យគេប្រមូលសតិមកវិញហ៊ីសាស៊ីគាត់ដកដង្ហើមវែងហើយនិយាយថាលោកគ្រូកុំចាក់ចេញពីគាត់អីម៉ាអូគិតថាគេនិយាយតិចស្ដាប់មើលទៅដូចគេកំពុងតែយំអញ្ចឹងគេហាក់ដូចជាពិបាកចិត្តខ្លាំងហើយអញ្ចឹងហើយគាត់ក៏អង្អែក្បាលគេប្រាប់ថាកុំបារម្ភអីគាត់នឹងមិនទៅណាទេស្អែកឡើងម៉ាអូបានយកថ្នាំមកឲ្យហ៊ីសាស៊ីញ៉ាំប្រាប់គេពាក់ឲ្យចិត្តឲ្យគេងសម្រាកហើយកុំភ្លេចពាក់ស្រោមជើងផងគឺថាគាត់បារម្ភពីគេមែនទែនហ៊ីសាស៊ីគាត់ថាគាត់ពិតជាសុំទោសម៉ាអូមែនទែនគាត់នឹងប្រញាប់រើចេញម៉ាអូថាហេតុអីវាគ្រាន់តែជាឧបទ្ទវហេតុតើគាត់មិនគួរទៅចិត្តគេពេលគេកំពុងគេងទេពួកគេជាមនុស្សប្រុសអញ្ចឹងហើយប៉ះពាល់គ្នាតិចតួចវាមិនអីទេហ៊ីសាស៊ីថាដើម្បីឲ្យវាស្មើភាពគ្នាអញ្ចឹងហើយគាត់ប្រាប់ម៉ាអូទៅចុះគឺគាត់ជាមនុស្សស្រឡាញ់ភេទដូចគ្នា
គ្នាយ៉ាងហើយរឿងដែលគាត់គិតថាពួកគេជាមនុស្សប្រុសដូចគ្នាមិនអីនោះគឺវាអីវិញហើយម៉ាអូថាគាត់យល់ធ្វើឲ្យហ៊ីសាស៊ីគាត់ភ្ញាក់ផ្អើលហើយសួរថាគេអត់ខ្លាចទេមែនម៉ាអូក៏សួរថាខ្លាចរឿងអីរួចក៏ហុចទឹកឲ្យហ៊ីសាស៊ីផឹកហ៊ីសាស៊ីអរគុណគាត់នឹងនិយាយថាក្រែងមនុស្សប្រុសភាគច្រើនខ្លាចមនុស្សស្លាញ់ភេទដូចគ្នារបៀបថាមិត្តរួមបន្ទប់គេជាហ្គេខ្លាចថាគេនឹងធ្វើអីដាក់ចឹងណាអត់មានសំបើកវងកញ្ចក់បន្តិចភាគច្រើនមនុស្សប្រុសមួយចំនួនពិតជានិយាយចឹងមែនឲ្យតែដឹងថាណាគេជាហ្គេអ្នកទាំងអស់គ្នាមិនគួរនិយាយចឹងទេទោះពួកគាត់ជាហ្គេឬជាភេទអីក៏ដោយវាជាសិទ្ធិរបស់ពួកគាត់មិនគួរនិយាយរបៀបមើលងាយគាត់ចឹងទេទោះពួកគាត់ជាហ្គេក៏មិនប្រកាសថាពួកគាត់ចេះតែដើរចូលចិត្តគេទៅពីដែរគួរតែមើលយើងខ្លួនឯងវិញថាយើងនឹងសមនឹងឲ្យគេចូលចិត្តអត់ចឹងហើយកុំប្រើពាក្យចឹងដាក់ពួកគាត់ចង់ឲ្យគេគោរពយើងតើតែយើងចេះគោរពគេដែររៀនប្រើពាក្យល្អៗដាក់គ្នាវាអត់ពិបាកទេពេលខ្លះយើងទៅសារគាត់ស្អាតតែមួយម៉ាត់ក៏អាចធ្វើឲ្យគាត់សប្បាយចិត្តពេញមួយថ្ងៃដែរកុំឲ្យថាស្ដាប់ការសម្ដែងរបស់ admin អត់មានបានអីទៅវិញចឹង admin ជួយណែនាំខ្លះៗណោះឲ្យបងឬបងខ្លះដែលគាត់គិតបែបហ្នឹងគាត់បដូរគំនិតមកគិតល្អវិញខ្លះតាមពិតទៅពួកគាត់ល្អអ្នកទាំងអស់គ្នា admin ក៏ធ្លាប់មានមិត្តហ្គេប្រហែលអ្នកដែលពួកគាត់ចិត្តល្អហើយស្មោះត្រង់មែនតែនមិនជឿសាកបើកចិត្តរាប់អានគ្នាទៅចូលមកកាន់សាច់រឿងយើងវិញម៉ាអូក៏សួរតែភ្ញាក់ផ្អើលថាមែនអីតើហ៊ីសាស៊ីនឹងដើរចាប់គេបែបហ្នឹងដូច zombie មែនហ៊ីសាស៊ីថាអត់ទេគាត់តាក់ទងមនុស្សម្នាក់ហើយវាជាអីដែលគាត់ឮពីអ្នកផ្សេងពួកគេដើរនិយាយបែបហ្នឹងជាការលេងសើចម៉ាអូថាគាត់អត់ខ្លាចទេនឹងគិតថាហ៊ីសាស៊ីមើលទៅឯកាណាគាត់ប្រាប់ហ៊ីសាស៊ីថាគាត់អត់អញ្ចឹងទេគាត់អត់សើចហើយក៏អត់ខ្លាចដែរគាត់សន្យាមិនប្រាប់អ្នកណាទេហ៊ីសាស៊ីថាម៉ាអូជាមនុស្សចម្លែកអញ្ចឹងគាត់ក៏សន្យាដែរថាគាត់នឹងមិនធ្វើអីឲ្យគេមានអារម្មណ៍មិនល្អឬគ្មានសុវត្ថិភាពទេពួកគេក៏បានចាប់ដៃយកស្របជាមួយគ្នាអញ្ចឹងហើយពួកគេក៏បានបង្កើតកិច្ចសន្យាមួយដោយថតវីដេអូទុកបន្ទាប់មកពួកគេក៏អាចដោះស្រាយបញ្ហាដែលអ្នករួមបន្ទប់តែងតែជួបហ៊ីសាស៊ីសួរម៉ាអូថាតើគេធ្វើវាដោយរបៀបណាតើវាមិនឆ្កងទេមែនដែលពួកគេនៅបន្ទប់ជាមួយគ្នាអញ្ចឹងម៉ាអូថាអញ្ចឹងពួកគេនឹងបង្កើតសញ្ញាមួយដើម្បីផ្ដល់ឲ្យគ្នាពេលពួកគេត្រូវការភាពឯកជនចុងក្រោយពួកគេក៏បានរស់នៅបន្ទប់ជាមួយគ្នាតាំងពីឆ្នាំទី1នៅរដូវកាលរីកនោះការសន្យានោះជាការព្រមព្រៀងគ្នារបស់ពួកគេដើម្បីឲ្យចុះសម្រុងគ្នាតែម៉ាអូក៏មានអារម្មណ៍ថាវាចងគាត់មិនថាតឹងឬរលងទេគាត់ចេះតែបារម្ភរហូតចុះបើគាត់ធ្វើបាបគេចុះបើគាត់ធ្វើឲ្យគេខកចិត្តនោះកាត់មកបច្ចុប្បន្នវិញហ៊ីសាស៊ីបាននិយាយជាមួយម៉ាអូថាវាហួសពេលហើយគាត់បានប្រាប់អ៊ីឈីកាវ៉ាហើយថាគាត់នឹងធ្វើវាអ៊ីឈីកាវ៉ាគាត់សើចហើយសួរម៉ាអូថាលឺអត់គាត់ប្រាប់ហើយគឺគាត់មិនលែងគេចេញពីខ្សែភ្នែកគាត់ឡើយម៉ាអូគិតថាទឹកមុខអ៊ីឈីកាវ៉ាធ្វើឲ្យគាត់មួម៉ៅតែម្ដងហ៊ីសាស៊ីសួរម៉ាអូថាតើវត្តមានរបស់គាត់នៅនឹងបង្កបញ្ហាឲ្យគេមែនម៉ាអូគាត់បញ្ញាបកាយថានឹងមិនមែនជាបញ្ហាទេហ៊ីសាស៊ីថាមិនអីទេចាំទៅវិញចាំនិយាយគ្នាអ៊ីឈីកាវ៉ាសួរហ៊ីសាស៊ីថាគាត់ចង់មើលព័ត៌មានលម្អិតអត់ចំណែករូណាគាត់និយាយជាមួយម៉ាអូថាពួកគេដូចជាត្រូវគ្នាណាស់ម៉ាអូមិនដែលយកគំនិតផ្ទាល់ខ្លួនមកធ្វើជាបញ្ហាទេអញ្ចឹងមិនជាគាត់គិតថាពួកគេស្អប់គ្នាឬគេជាមនុស្សមិនល្អម៉ាអូថាអត់ទេពួកគេត្រូវគ្នាហើយហ៊ីសាស៊ីល្អដោយរូបរាងគេអញ្ចឹងរូណាសួរថាអញ្ចឹងហេតុអីក៏គាត់ប្រឆាំងតាមមើលទៅហ៊ីសាស៊ីដូចជាគ្មានបញ្ហាអីជាមួយវាផងនឹងម៉ាអូគិតថាគេមើលទៅដូចជាគ្មានបញ្ហាអីមែនតែហេតុអីក៏គាត់ខ្លួនឯងមានអារម្មណ៍ថាដូចជាជាប់គាំងជាមួយអីមួយចឹងអ៊ីឈីកាវ៉ានិយាយថាការអូសទាញហ៊ីសាស៊ីងាយស្រួលជាងការរំពឹងទុករូណាសួរថាគាត់ប្រកាសអត់ថាគាត់មិនបានបង្ខំគេឲ្យព្រមនោះគាត់ថាអត់ទេមកពីគេចាប់អារម្មណ៍ខ្លួនឯងតើប្រហែលជាចំណង់ចំណូលចិត្តរបស់គាត់ធ្វើឲ្យគេរំជួលចិត្តរូណាសួរថាអញ្ចឹងតើគាត់សោកប៉ាន់គេដោយរបៀបណាតើគាត់នឹងប៉ាអាហារគេមួយអាទិត្យទៀតហើយមែនអ៊ីឈីកាវ៉ាស្រែកថាឲ្យជឿជាក់គាត់ខ្លះមើលហ៊ីសាស៊ីមិនមែនជាប្រភេទមនុស្សដែលអាចសោកប៉ាន់បានស្រួលទេម៉ាអូគិតថាតែវាដូចជាចម្លែកដែលគេយកព្រមអញ្ចឹងគេមើលទៅដូចជាព្រៃផ្សៃពីខាងក្រៅប៉ុន្តែគេស្ងៀមស្ងាត់ណាស់គ្រប់ពេលដែលគាត់ពពោះគេមិនថាហៅលេងហ្គេមហៅញ៉ាំនំឬហៅចេញទៅក្រៅទេគេតែងតែញញឹមហើយនិយាយថាមិនអីទេគាត់ក៏មិនយល់ដែរគាត់គ្រាន់តែដឹងថាគេចូលចិត្តនៅក្នុងបន្ទប់គាត់មិនដឹងថាគេកំពុងគិតអីទេកាត់មកយប់ឡើងពួកគេអង្គុយវិភាសាគ្នារើសរឿងមើលតែមិនថាហ៊ីសាស៊ីរើសមួយណាទេម៉ាអូចេះតែនិយាយថារឿងនេះពួកគេស្លាប់ទាំងអស់ពេលសួររឿងផ្សេងទៀតគាត់ក៏និយាយថាពួកគេស្ទើរតែស្លាប់ទាំងអស់ទៀតអញ្ចឹងហើយហ៊ីសាស៊ីក៏ថាឲ្យម៉ាអូរើសហ្មងទៅបន្ទាប់មកពួកគេក៏មើលរឿងជាមួយគ្នាហ៊ីសាស៊ីថាគាត់មានរឿងចង់និយាយតែគាត់មិនអាចឈប់មើលបានទេរឿងនេះល្អមើលណាស់ម៉ាអូស្រាប់តែគិតថាមិនក៏គាត់ភ័យអញ្ចឹងហ៊ីសាស៊ីហៅគាត់ឲ្យប្រាប់ថាគាត់នឹងចូលសម្ដែងនៅក្នុងក្លឹបនោះដោយសារតែគាត់ចង់សម្ដែងម៉ាអូគិតថាគាត់មិនដែលឮហ៊ីសាស៊ីតាំងចិត្តយ៉ាងមុតមាំអញ្ចឹងទេបន្ទាប់មកក៏សួរថាមិនក៏គេចង់សម្ដែងអញ្ចឹងហ៊ីសាស៊ីថាគាត់ចង់ដឹងពីវាហើយក៏ចង់ដឹងពីម៉ាអូដែរម៉ាអូសួរថាមិនក៏ជាគាត់ហ៊ីសាស៊ីថាដោយសារតែគេអស់ចាគាត់មិនដែលមានទម្លាប់មិនដែលចូលក្លឹបណាទាំងអស់ហើយក៏មិនដែលចង់សាកធ្វើអីឡើយអញ្ចឹងហើយបានជាគាត់គិតថាម៉ាអូអស់ចាធ្វើឲ្យគាត់ច្នៃគាត់សួរម៉ាអូថានៅចាំការដែលពួកគេថតវីដេអូសន្យាកាលពីឆ្នាំមុនអត់រឿងដែលម៉ាអូបាននិយាយដាក់គាត់នោះរួចក៏សម័យពីពេលដែលពួកគាត់ថតវីដេអូនោះម៉ាអូនិយាយថាគាត់មិនខ្វល់ថាហ៊ីសាស៊ីជឿឬអត់ឡើយតែគាត់មិនដែលកុហកនៅមុខកាមេរ៉ាទេហ៊ីសាស៊ីថាកាលនោះគាត់មិនយល់ថាគេចង់មានន័យថាម៉េចទេម៉ាអូគិតថាគាត់និយាយចឹងមិនមែនគួរឲ្យខ្មាស់អៀនណាហ៊ីសាស៊ីថាគាត់គិតថាម៉ាអូឈួតម៉ាអូភ្ញាក់ថាហាគេពិតជាគិតអញ្ចឹងមែនហីហ៊ីសាស៊ីថាឥឡូវហ្នឹងគាត់នៅមិនទាន់យល់ពីរឿងកាមេរ៉ានៅឡើយទេតែគាត់ចាប់ផ្ដើមយល់ពីម៉ាអូហើយគាត់ចង់ដឹងបន្ថែមពីគេម៉ាអូគិតថាគាត់ដឹងហើយហ៊ីសាស៊ីកំពុងស្វែងរកអ្វីមួយគឺអ្វីមួយដែលអាចឲ្យពួកគេធ្វើជាមួយគ្នាបាននឹងគិតថាគាត់ពិតជាល្ងងណាស់គាត់មិនចង់ធ្វើបាបចិត្តគេមិនចង់ឲ្យគេខកចិត្តតាមពិតទៅកន្លងមកគាត់គិតតែឯងបន្ទាប់មកគាត់ងាកមកនិយាយជាមួយហ៊ីសាស៊ីថាពួកគេនឹងបង្កើតភាពយន្តដ៏ល្អមួយជាមួយគ្នាគាត់គិតថាគេស័ក្តិសមជាមួយនឹងតួអង្គនេះល្អឥតខ្ចោះហើយគាត់ពិតជាសប្បាយចិត្តណាស់ហ៊ីសាស៊ីគាត់ងក់ក្បាលហើយនិយាយថាតាមពិតទៅគាត់ភ័យណាស់តែម៉ាអូគិតថាគាត់នឹងអាចធ្វើវាបានអត់ម៉ាអូថាមិនអីទេអីដែលគាត់ត្រូវធ្វើគឺចាំ script ទៅបានហើយហ៊ីសាស៊ីគាត់សើចនឹងនិយាយថាម៉ាអូនិយាយដូចស្រួលណាស់អញ្ចឹងតែគាត់ដឹងថាវាពិបាកគាត់យកសភៅ
script មកមើលនឹងនិយាយថាគាត់មិនដែលនិយាយដូចតួអង្គនឹងទេគេដូចជាអ្នកលេងស៊េរីចាស់ម៉ាអូថាអ៊ីឈីកាវ៉ាបើគាត់ជាអាចកែសាច់រឿងឲ្យត្រូវនឹងគេហ៊ីសាស៊ីសួរថាម្នាក់ពាក់វ៉ែនតានឹងជាអ្នកសរសេររឿងនេះមែនស្រាប់តែម៉ាអូគាត់លើកទូរស័ព្ទមកថតហ៊ីសាស៊ីសួរថាគាត់ធ្វើអីម៉ាអូថាឲ្យគាត់សាកអាន script មកជួរទៅហ៊ីសាស៊ីសួរថាមែនអីគាត់ជ្រិញខ្លួនឯងងាប់អីម៉ាអូថាឲ្យសាកទៅគ្រាន់តែអានទៅបានហើយគាត់នឹងគិតថាគាត់គួរតែថតប្លង់នឹងដោយរបៀបណាហ៊ីសាស៊ីគាត់ក៏អាន script នឹងទៅម៉ាអូគាត់កំពុងតែផ្លឹកមើលគេសុកសុកហ៊ីសាស៊ីគាត់អាន script មួយដែលនិយាយថាតើឯងគិតថាឯងនឹងចូលចិត្តខ្ញុំទេគេនិយាយទាំងសម្លឹងមើលមកកាមេរ៉ាដែលពាក្យមួយឃ្លានឹងធ្វើឲ្យម៉ាអូគាត់ជ្រុះទូរស័ព្ទពីដៃតែម្ដងគឺគាត់ភាំងហ៊ីសាស៊ីសួរថាគេកើតអីម្សិលមិញក៏គេផ្លឹកអញ្ចឹងដែរបើគាត់អត់ថាគេមិនអីមុខគេឡើងក្រហមហើយគេក្តៅខ្លួនមែនគាត់និយាយទាំងអោនមកចិត្តហើយយកដៃទៅស្ទាបក្បាលម៉ាអូទៀតចំណែកម៉ាអូគាត់នៅផ្លឹកគិតថាតាមពិតអញ្ចឹងទេហើយរឿងដែលគាត់គិតថាគាត់ជាប់គាំងនោះតែគាត់ពិតជាចូលចិត្តហ៊ីសាស៊ីមែនរួចក៏គិតថាតាំងពីពេលណាដោយសារអីមុខឬអត្តចរិតរបស់គេវាចាប់ផ្ដើមតាំងពីពេលណាតែគាត់ចូលចិត្តគេដោយសារអីអ្វីជាការចាប់ផ្ដើមហើយហេតុអីគាត់មិនដឹងទេគឺថាសំណួរច្រើនមែនទែនហោះចូលក្នុងខួរក្បាលគាត់ចំណែកហ៊ីសាស៊ីវិញគាត់ស្ទាបក្បាលម៉ាអូមិនដឹងទេដោយសារដៃគាត់ត្រជាក់គាត់ក៏យកក្បាលគាត់មកទល់នឹងក្បាលម៉ាអូតែម្ដងធ្វើឲ្យគ្នាមុខឡើងក្រហមម៉ាអូគិតថាគាត់សង្ឃឹមថាគាត់មិនបានដឹងពីវាហ៊ីសាស៊ីសួរថាម៉ាអូកើតអីភ្នែកគេដូចជាចង់យំអញ្ចឹងគាត់សួរទាំងបារម្ភស្រាប់តែទូរស័ព្ទរោកាត់ចង្វាក់អ្នកទាំងពីរម៉ាអូថាឲ្យមកភ្លេចចោលទៅហ៊ីសាស៊ីគាត់យកទូរស័ព្ទមកមើលហើយនិយាយថាគឺជាសង្សារគាត់នឹងប្រាប់ឲ្យម៉ាអូញ៉ាំថ្នាំហើយគេងទៅបន្ទាប់ពីគេដើរចេញទៅម៉ាអូគាត់នៅអង្គុយគិតថាហេតុអីក៏គាត់ចាប់អារម្មណ៍ពីវាលក្ខណៈថាគាត់អត់ចង់ទទួលស្គាល់ថាតាមពិតទៅគាត់លងស្រឡាញ់ហ៊ីសាស៊ីចឹងណាអ្នកទាំងអស់គ្នាគាត់គិតថាស្នេហានេះគឺវាចប់មុនពេលដែលចាប់ផ្ដើមទៅទៀតអញ្ចឹងហើយបានជាគាត់មិនចង់ដឹងថាគាត់បានលងស្រឡាញ់គេភាគមួយរបស់យើងក៏កាត់ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់ការសម្ដែងរបស់ admin អ្នកទាំងអស់គ្នាគិតថារឿងនេះយ៉ាងម៉េចដែរអាចបញ្ចេញមតិនៅក្នុង comment បាន admin នឹងទៅអានណាជូនពរសំណាងល្អសុខភាពល្អជួបគ្នានៅវីដេអូក្រោយទៀតណាជម្រាបលា